ភាពលោភលន់របស់មនុស្សគឺជាអាវុធដ៏ខ្លាំងបំផុតដែលជនបោកប្រាស់ប្រើប្រាស់នៅប្រទេសកម្ពុជាយើងបានឃើញប្រជាជនជាច្រើនចាញ់បោកការវិនិយោគដីធ្លីនិងអចលនទ្រព្យមានអ្នកខ្លះលក់ដីលក់ផ្ទះឬខ្ចីលុយធនាគារដើម្បីយកមកវិនិយោគព្រោះជឿលើពាក្យសន្យាថាបើចំណេញលឿនគឺធានាទិញត្រឡប់វិញឬក៏ឡើងតម្លៃរាប់ដងក្នុងរយៈពេលខ្លីប៉ុន្តែចុងក្រោយបែរជាបាត់បង់ទុននិងជំពាក់បំណុលទៅវិញជាក់ស្ដែងមានករណីដែលអ្នកទិញជាច្រើនបានតវ៉ាពីគម្រោងអចលនទ្រព្យដែលពន្យាពេលអភិវឌ្ឍជាច្រើនឆ្នាំមិនទទួលបានផ្ទះឬដីដោយការសន្យាមូលហេតុមិនមែនមកពីមនុស្សទាំងនោះល្ងងទេប៉ុន្តែដោយសារតែការចង់បានប្រាក់ចំណេញច្រើននិងលឿនពេកធ្វើឲ្យយើងបិទភ្នែកមិនមើលហានិភ័យជនបោកប្រាស់ដឹងច្បាស់ថាមនុស្សគ្រប់គ្នាចង់មានជីវភាពល្អប្រសើរដូច្នេះពួកគេប្រើសន្យាដ៏ស្រស់ស្អាតដើម្បីទាក់ទាញជនរងគ្រោះមេរៀនសំខាន់គឺកុំវិនិយោគដោយសារតែអារម្មណ៍កុំជឿលើប្រាក់ចំណេញដែលខ្ពស់ហួសហេតុសិក្សាព័ត៌មានគម្រោងឲ្យបានច្បាស់ពិនិត្យឯកសារកម្មសិទ្ធិនិងស្ថានភាពផ្លូវច្បាប់ជាមុនចងចាំថាបើការលោភលន់ធ្វើឲ្យយើងមើលឃើញតែប្រាក់ចំណេញប៉ុន្តែប្រាជ្ញាធ្វើឲ្យយើងមើលឃើញហានិភ័យមុននឹងដាក់លុយ$1សូមសួរខ្លួនឯងថាបើតើខ្ញុំកំពុងវិនិយោគដោយការវិភាគឬដោយសារការលោភលន់